ជាការប៉ັດមនុស្សស្រីប៉ັດជាអាចមានជំរឿនាងអាចរើសបានឬយកមនុស្សណាដែលស្រឡាញ់នាងក៏បានដែរប៉ុន្តែបើទោះបីជាមានមនុស្សឆោជាច្រើននេះឲ្យនាងរើសនាងនៅតែរើសយកមនុស្សដែលនាងស្រឡាញ់នៅតែរើសយកមនុស្សដែលបេះដូងនាងត្រូវការមនុស្សស្រីអត់ដែលចង់បានអីច្រើននេះខៅពីក្តីស្រឡាញ់បេះដូងបរិសុទ្ធភាពស្មោះត្រង់នឹងការមើលថែគ្នាទៅវិញទៅមកនាងអត់ដែលរំពឹងលើលុយកាក់ទ្រព្យសម្បត្តិមាសពេជ្រកៅកងឬមួយក៏អ្វីដែលជាសម្បកក្រៅរបស់អ្នកទេនៅពេលដែលនាងបានរើសយកអ្នកគឺនាងគិតយ៉ាងច្បាស់ថាអ្នកគឺជាមនុស្សប្រុសដែលអាចផ្ដល់គ្រប់យ៉ាងដូចជាក្តីសុខសុភមង្គលឲ្យនាងបានប៉ុន្តែគ្រប់យ៉ាងហេតុអីអត់ដូចការគិតរបស់នាងហេតុអីអ្នកមិនអាចធ្វើឲ្យការជ្រើសរើសរបស់នាងគឺជាក្តីសង្ឃឹមមួយសម្រាប់ជីវិតរបស់នាងនៅពេលដែលអ្នកបន្តដំណើរជាមួយនឹងនាងកាន់តែយូរកាន់តែធ្វើបាបចិត្តកាន់តែយូរកាន់តែអស់ចិត្តកាន់តែយូរកាន់តែក្បត់ចិត្តទង្វើបែបហ្នឹងតើអ្នកគិតអត់ថាជាទង្វើមួយដែលធ្វើឲ្យនាងមានអារម្មណ៍ថាការដែលជ្រើសយកអ្នកគឺជារឿងខុសសម្រាប់ជីវិតរបស់នាងហេតុអីមិនអាចធ្វើជាមនុស្សប្រុសដែលល្អសម្រាប់ទំនាក់ទំនងស្នេហាហេតុអីមិនអាចធ្វើជាដៃគូដ៏ល្អធ្វើឲ្យមនុស្សដែលខ្លួនឯងស្រឡាញ់មានអារម្មណ៍ថាការជ្រើសរើសរបស់នាងគឺពិតជាត្រឹមត្រូវសម្រាប់ជីវិតរបស់នាងដឹងអត់មានមនុស្សស្រីណាម្នាក់ដែលចង់បែកបាក់ពីម្នាក់ទៅម្នាក់មនុស្សស្រីពិតជាមិនចង់បែកជាមួយនឹងមនុស្សដែលខ្លួនឯងស្រឡាញ់ដែលខំចំណាយពេលវេលាជាមួយគ្នាមកយូរហើយទេហត់ណាស់ហត់នៅក្នុងការចាប់ផ្ដើមជាមួយនឹងអ្នកថ្មីហើយនាងក៏អត់ដែលចង់ចាប់ផ្ដើមជាមួយនឹងអ្នកថ្មីដែរនាងគ្រាន់តែចង់ឲ្យការជ្រើសរើសរបស់នាងគឺជាជំរឿ